កុំចង់បានមនុស្សល្អឥតខ្ចោះគ្មានទេកុំចង់បានមនុស្សដែលល្អបំផុតគ្មានទេអ្នកដែលចង់បានប្រពន្ធល្អឥតខ្ចោះនឹងនឹងអត់ប្រពន្ធហើយអ្នកដែលស្វែងរកផ្កាណាដែលស្អាតជាងគេបំផុតលើโลกនឹងច្បាស់ជាមិនបានផ្កាទេនារីក៏ដូចគ្នាដែរបើចង់បានប្តីល្អឥតខ្ចោះប្រកាសជាអត់ប្តីហើយមិនមែនមានន័យថាយើងត្រូវរើសមនុស្សដោយឈិនឆៃលំលំទេប៉ុន្តែរើសមនុស្សដែលមានគុណសម្បត្តិល្មមសមរម្យទៅបានហើយជាពិសេសយើងត្រូវដឹងថាតើស្នូលក្នុងមនុស្សគឺជាអ្វីស្នូលរបស់មនុស្សគឺជាអ្វីក្លឹមរបស់មនុស្សគឺជាអ្វីរបស់ដែលមានតម្លៃក្នុងខ្លួនរបស់មនុស្សគឺជាអ្វីអ្នកខ្លះរើសតែមនុស្សដោយពឹងដោយសំអាងទៅលើតែសម្បកខាងក្រៅរើសមនុស្សដោយមើលរូបរាងខ្ពស់សង្ហាមាំអីចឹងទៅឬក៏អ្នកខ្លះទៀតរើសដោយសារតែមើលទៅសាច់សខ្ចីអ្នកខ្លះរើសដោយសារមើលទៅស្អាតនោះវាមិនមែនជាតម្លៃស្នូលក្លឹមរបស់មនុស្សទេរូបរាងខាងក្រៅនេះវាអត់បានគង់វង្សនៅយូរអង្វែងទេហើយវាក៏មិនបានបញ្ជាក់ពីសេចក្តីល្អពិតប្រាកដរបស់មនុស្សដែរអ្វីដែលមានតម្លៃបំផុតក្នុងខ្លួនមនុស្សគឺចិត្តគំនិតរបស់មនុស្សដែលចិត្តគំនិតនេះនឹងសម្ដែងចេញមកតាមរយៈចរិតមាយាទឥរិយាបថឬក៏សកម្មភាពទាំងអស់របស់មនុស្សទង្វើទាំងអស់របស់មនុស្សជាពិសេសមនុស្សដែលបានធ្វើនៅទង្វើដ៏សមរម្យមានសិលធម៌មានគុណធម៌ព្រមទាំងមានគុណប្រយោជន៍បើយើងតែស្វែងរកមនុស្សដោយសំដៅតែសម្បកក្រៅច្បាស់ជាខកចិត្តមិនខានមើលចិត្តគំនិតទៅពីព្រោះចិត្តគំនិតគង់វង្សបានយូរអង្វែងជាងហើយមានប្រយោជន៍ជាងបើសិនជាចិត្តគំនិតល្អល្អះល្អប្រពៃហើយរឿងរូបរាងខាងក្រៅល្មមស័ក្តិសមនឹងយើងទៅបានហើយ